Chờ phai dương một đò hời. ខ្ញុំជួយលោក ប្រយ័ត្នបន្តិចណាពូទី2 Hâm run cho một. Mình nè ní cư sân y. សិនអីសិនមួយណាអ៊ីមួយណាពូទី2នេះគឺលោកសិនថូកូនចានរបស់គាត់បែកហើយពូអាចជួយជួសជុលវាបានទេ Ban khi nhom mơ bẩn tịch mờ. Cá chu chôn nơi cần lạnh khi nhom thay na rồi bỏ thom mà đá mình bái chu chôn có bản đài. Ní chỉ thô tông rồi bỏ chiên lòng tá. Ôi, mấy cậu bày tích ti bẹp ní. Cú ở sдай na, cú ở sдай na. ពូទី2ពូមើលម្ដងទៀតមើលនេះពិតជាថូតងរបស់ឈៀនឡុងមែនទេ ខ្ញុំរកស៊ីខាងរបស់បុរាណច្រើនឆ្នាំហើយមិនមើលច្រឡំទេ វត្ថុបញ្ចុះសពរបស់ពូតាមពិតមិនមែនជាកំសៀវតែទេគឺវត្ថុបញ្ចុះសពធម្មតាពូទី2ចុះវានៅតែអាចជួសជុលបានទេ បាន 3 ខែក្រោយចាំមកយក មិនបានទេខ្ញុំឲ្យពេលពូយ៉ាងយូរពីខែ20ថ្ងៃ ពូទី2របស់ខ្ញុំធ្វើការផ្ចិតផ្ចង់ណាស់3ខែប្រហែលជាមិនអាចលឿនជាងនេះទេលោកប្រញាប់ប្រើមែនទេ 3 ខែក្រោយខាងក្នុងនោះប្រហែលជាដាក់ធាតុរបស់ខ្ញុំបាត់ទៅហើយ ធាតុ ចុះចង់ផឹកបន្តិចទេផ្អែមឆ្ងាញ់ណាស់ លោកសិនលោកឈឺមែនទេថូនោះ ថូនោះគឺជាគេមរតកដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគ្រោងនឹងប្រើវាដើម្បីដាក់ធាតុរបស់ខ្ញុំនៅ3ខែក្រោយ មិនប្លែកទេដែលគាត់អង្គុយលើទេរុញតាមពិតគឺការជំងឺដំណាក់កាលចុងក្រោយសោះប៉ុន្តែមិនក៏លោកប្រកាសថា3ខែក្រោយនឹងស្លាប់ពិតមែនអូមិនមែនទេខ្ញុំចង់និយាយថាសូម្បីតែគ្រូពេទ្យក៏មិនហ៊ានសន្និដ្ឋានដែរ ខ្ញុំប្រកាស ហេតុអ្វីបានជាគាត់ប្រកាសចិត្តយ៉ាងនេះថាខ្លួនឯងនឹងស្លាប់នៅ3ខែក្រោយ ម៉ាក់លីងជីសៀម៉ាក់ប្រមានឯងណាជីដារបស់ឯងឆ្នាំនេះអាយុ99ឆ្នាំហើយបំណងប្រាថ្នាដ៏ធំបំផុតមុនពេលគាត់ស្លាប់គឺចង់ឃើញចៅទួតម៉ាក់ប្រាប់ឯងទៅចុះបើឯងហ៊ានធ្វើឲ្យជីដាឯងស្លាប់ទាំងមានវិបដិសារីហឹមម៉ាក់ម្នាក់នេះឯងក៏មិនបាច់ស្គាល់ដែរក្នុងរយៈពេល3ថ្ងៃឯងនឹងជាមីងត្រូវតែចុះសម្បត្តិអាពាហ៍ពិពាហ៍បើមិនអញ្ចឹងទេពួកយើងកាត់កាលគ្នាម៉ាក់ខ្ញុំមិនអាចរៀបការជាមួយស៊ូជីមីងបានទេប៉ុន្តែក្នុងពេលដ៏ខ្លីបែបនេះតើឲ្យខ្ញុំទៅរកអ្នកណាមករៀបការជាមួយទៅលោកសិនលោកចង់រៀបការទេ កញ្ញាលីនកុំយកការរៀបការពេញមួយជីវិតមកលេងសាច់អី ខ្ញុំមិនបានលេងសើចទេនិយាយត្រង់ទៅចុះគ្រួសារខ្ញុំបង្ខំឲ្យខ្ញុំរៀបការខ្ញុំត្រូវការដៃគូម្នាក់ហើយលោកខ្ញុំគិតថាលោកពិតជាសង្ហាខ្លាំងណាស់ហើយក៏ត្រូវហើយ ខ្ញុំមិនត្រូវការអាពាហ៍ពិពាហ៍ទេ លោកពិតជាត្រូវការមែនតើណែបើពួកយើងរៀបការជាមួយគ្នាខ្ញុំអាចមើលថែលោកមុនពេលស្លាប់បានដល់ពេលលោកស្លាប់ទៅខ្ញុំក៏អាចក្នុងនាមជាភរិយាមេម៉ាយជួយរៀបចំធាតុរបស់លោកធ្វើភ្នូរឲ្យលោកហើយដល់ថ្ងៃសែនឆេងម៉េងខ្ញុំក៏អាចទៅអុជធូបសែនលោកបានដែរលោកសាក់គិតមើលទៅហើយម្ដាយរបស់លោកគាត់ក៏ប្រហែលជាសប្បាយចិត្តជាងនេះដែរ សិនអ៊ីលោកពិតជាមនុស្សឈួតមែនលើកនេះចាំមើលថាមានអ្នកណាហ៊ានសើចចំអកឲ្យស្រីមេម៉ាយដូចខ្ញុំរៀបការថ្មីទៀតទេលោកសិនអាចខ្ចីដៃមួយផ្លែតបានទេ ខ្ចីដៃធ្វើអី មិនមែនជារបស់លោកឯណា
លីនជីសៀមិនក៏ឯងនៅទីនេះអូយ មិនក៏ឯងមកទីនេះ ស្ថាប័នទាំងពីរមានកិច្ចសហការគ្នាមកប្រជុំនៅទីនេះចុះឯងមកមន្ទីរស៊ីវិលធ្វើអី អូមិនមែនម្សិលមិញខ្ញុំនិយាយរឿងវិនិយោគជាមួយឯងទេហេម្នាក់នេះគឺជាបងប្រុសរបស់មិត្តរួមការងារខ្ញុំគាត់ជាអ្នកចាត់ការវិនិយោគលោកសិន អូលោកសិនជំរាបសួរខ្ញុំគឺស៊ូជីមៀងជាគូដណ្ដឹងរបស់លីនជីសៀបាទលោកសិនថ្ងៃនេះលោកមករៀបការមែនទេទើបតែចុះសម្បត្តិអាពាហ៍ពិពាហ៍ហើយអបអរសាទរខ្ញុំនិងជីសៀក៏ចិត្តរៀបការដែរហើយមែនទេជីសៀ លោកសិនបានសម្រេចបំណងហើយណា ពិតណាស់ជីសៀនាងស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយខ្ញុំក៏ស្រឡាញ់នាងខ្លាំងណាស់ដែរត្រូវហើយលោកសិនចំពោះការវិនិយោគនេះលោកអាចពន្យល់លម្អិតឲ្យខ្ញុំបន្តិចបានទេ គេធ្វើយ៉ាងនេះនៅតែចង់មកស្និទ្ធស្នាលជាមួយសិនអ៊ីទៀតគេមិនធ្លាការទេដឹងអូចំពោះការវិនិយោគនេះខ្ញុំគិតថាថ្ងៃនេះលោកសិនទៅព្រៀបការថ្មីថ្មោងគាត់ប្រហែលជាមិនចង់និយាយរឿងការងារទេ ចំពោះការវិនិយោគនេះពួកយើងផ្ដោតសំខាន់លើគម្រោង Pre-Pro ហេដ្ឋារចនាសម្ព័ន្ធថ្មីនិងធម្មពលថ្មីធានាផលចំណេញប្រចាំឆ្នាំ30គ្មានដែនកំណត់មានការគាំទ្រពីសហគ្រាសទុននិងសហគ្រាសរដ្ឋក្នុងតំបន់រយៈពេលចាក់សោកខ្លីដើមទុនត្រឡប់មកវិញលឿនគ្រាន់តែជាទូទៅទុនធម្មតាមិនអាចចូលបានទេ តើគាត់យល់ដឹងពិតមែនឬក៏គ្រាន់តែនិយាយកុហកទេ លោកសិនប្អូនស្រីរបស់លោកនិងជីស៊ីជាមិត្តរួមការងារនឹងគ្នាពួកយើងក៏អាចចាត់ទុកជាមនុស្សស្និទ្ធស្នាលដែរលោកអាចជួយសម្រួលពួកយើងបន្តិចបានទេយកយកតាមមុខនាងគឺបានល្អណាស់លោកសិនអញ្ចឹងចុះខ្ញុំនិងជីស៊ីសុំវិនិយោគ2លានសិនយកលុយសន្សំផ្ទាល់ខ្លួនរបស់ខ្ញុំទៅវិនិយោគជាមួយគ្នាផលចំណេញខ្ពស់បែបមិនអាចរំលងបានទេទុនតូចតែខ្ញុំគ្មានពេលគ្រប់គ្រងទេខ្ញុំនឹងឲ្យជំនួយការតាក់ទងទៅលោកបាទល្អណាស់លោកសិនលាហើយ មើលទៅដូចគ្នាគួរសម ស្អែកខ្ញុំទេទៅ ចាស់ ឈប់មើលទៅមិនមែនឡានឯងទេទោះបីជាមានលុយតែជាមនុស្សពិការបើធៀបនឹងលុយរាងកាយមមូនគឺសំខាន់ជាងមិនដឹងថាប្រពន្ធថ្មីរបស់គាត់ស្រឡាញ់គាត់ត្រង់ណាទេ យ៉ាងណាក៏ល្អជាងឯងដែរអាប្រុសចង្រៃ ខ្ញុំតែងតែមានអារម្មណ៍ថាគាត់ហាក់ដូចជាត្រជាក់ស្រទុំដាក់ខ្ញុំ ស៊ីវរ៉ូចាំពេលរកលុយបានពួកយើងនឹងទៅទិញវីឡាដែលអូនពេញចិត្តភ្លាមចំណែកលីនជីស៊ីវិញនាងគ្រាន់តែជាម៉ាស៊ីនដកលុយរបស់ពួកយើងប៉ុណ្ណោះចាំនិយាយគ្នាក្រោយទៀតណាអូនសម្លាញ់មកវិញហើយគេអង្គុយចុះល្ងាចមិញនេះជំនួយការរបស់លោកសិនបានតាក់ទងមកខ្ញុំហើយឯងទីមើលថាលោកសិនមានប្រវត្តិបែបណាទៅគឺប្រធានក្រុមហ៊ុនសិនហៅគ្រប់ការវិនិយោគរបស់ពួកយើងលើកនេះគឺជាគម្រោងកម្ពុជារបស់ក្រុមហ៊ុនតែម្ដង នឹកស្មានមិនដល់ថាពាក់ព័ន្ធនឹងសិនហឺសិនអ៊ីបោកប្រាស់គេមិនសមហេតុផលសោះផ្ញើលុយទៅហើយមែនទេ ផ្ញើទៅទាំងអស់ហើយកិច្ចសន្យាក៏ចុះហត្ថលេខារួចរាល់ដែរចង់មើលទេ មិនបាច់ទេឯងធ្វើការខ្ញុំទុកចិត្តមើលទៅខ្ញុំគិតច្រើនពេកហើយគេនៅតែស្មោះស្ម័គ្រនឹងខ្ញុំដូចមុនដែរលោកសិនថ្ងៃនេះអរគុណលោកណាស់បើគ្មានលោកជួយទេខ្ញុំប្រហែលជាមិនអាចបោកប្រាស់គេបានសម្រេចដោយរលូនបែបនេះទេ